អ្នកអាសាដែរយកម្នាក់ឯងអីប្រយ័ត្នឃើញបរិសម្នាក់នេះតោះឥឡូវយើងចូលមកសាច់រឿងហ្មងឥឡូវឧបមាថាម្នាក់ផតឲ្យគាត់ជួបហេតុការណ៍ហ្នឹងគាត់ឈ្មោះអាលិចអញ្ចឹងថ្ងៃមួយអាលិចគាត់ដើរទៅផ្ទះពេលយកខ្ទង់ល្បាច់ប្រហែលជាម៉ោង1ម៉ោង2យប់អញ្ចឹងនៅពេលដែលគាត់ដើរទៅតាមផ្លូវហ្នឹងគាត់ឃើញបរិសម្នាក់ឈរញ៉ាំនៅតាមផ្លូវហើយស្នាមញ៉ាំហ្នឹងមិនញ៉ាំដូចមនុស្សយើងធម្មតាណាគឺញ៉ាំចេញមកគួរខ្លាចមែនតើដូចជោគខអញ្ចឹងណាអ្នកខ្លះធ្លាប់ឃើញជោគខហ៎អញ្ចឹងខ្ញុំដាក់រូបឲ្យមើលនៅលើនេះនិយាយតែញ៉ាំគួរឲ្យខ្លាចអញ្ចឹងដូចគ្នានៅពេលដែលអាលិចគាត់ឃើញមនុស្សប្រុសហ្នឹងដំបូងអាលិចគាត់មានគិតអីច្រើនទេគាត់ថាថាជាគ្រាន់ជាមនុស្សធម្មតាឈរនៅតាមផ្លូវអញ្ចឹងណាប៉ុន្តែដល់ពេលមកស្ទុះក្រោយមកមនុស្សប្រុសដែលឈរញ៉ាំហ្នឹងគាត់មិនឈរធម្មតាគឺគាត់ញ៉ាំឲ្យគាត់ដើរចង់ឲ្យថាគាត់ដើររបៀបព្រមគាត់ព្រមដើរមកមុខដើរមកសម្ដៅមកអាលិចហ្នឹងមកដល់អញ្ចឹងទៅអាលិចក៏គាត់ជាពីផ្លូវហ្នឹងដើម្បីឲ្យមនុស្សប្រុសហ្នឹងដើរទៅឲ្យផុតតែដល់ពេលយូរទៅអាលិចគាត់មានអារម្មណ៍ថាអូដូចជាអត់ស្រួលទេមើលទៅដូចជាមិនរឿងល្អដល់អញ្ចឹងទៅអាលិចក៏គាត់ផងដើរឲ្យផុតពីម្នាក់ប្រុសហ្នឹងតែអ្នកនរគ្នាដឹងមិនអត់នៅពេលដែលអាលិចផងដើរលឿនមិនក៏ដើរក៏ម្នាក់ប្រុសហ្នឹងគឺគាត់មកលឿនមែនតើគាត់មកឡើងចិត្តដល់អាលិចហ្មងណាដល់ពេលគ្រាន់តែបានមកស្ទោះនៅពេលដែលអាលិចគាត់ងាកទៅជំហៀងគាត់ឃើញម្នាក់ប្រុសដែលឈរញ៉ាំហ្នឹងមកឈរនៅក្បែរគាត់អន្ទឹមគាត់ហ្នឹងហ្មងទៅងាកមកគាត់ញ៉ាំចេញមកគឺស្នាមញ៉ាំគួរឲ្យខ្លាចដល់ឃើញចឹងហើយអាលិចក៏គាត់ចាំយូរដែរនិយាយទៅកំថាតើអាលិចបើសិនជាញ៉ាំវិញខ្ញុំចាំយូរដែរហត់ទេដល់អញ្ចឹងអាលិចក៏គាត់ប្រឹងដើរធ្វើមិនឲ្យផុតពីម្នាក់ប្រុសដែរអញញ៉ាំដាក់គាត់ហ្នឹងតែនៅពេលដែលដើរមិនក៏គាត់មានអារម្មណ៍ថាម្នាក់ប្រុសហ្នឹងតាមគាត់ដែរដល់ដើរបានមកស្ទុះទៅគាត់ក៏មានអារម្មណ៍ថាដូចឡើងឃើញម្នាក់ប្រុសហ្នឹងអញ្ចឹងគាត់ក៏មានអារម្មណ៍ថាអូប្រហែលជាម្នាក់ប្រុសទៅណាបាត់ហើយគាត់រៀងធូរចិត្តហ្នឹងណាស្រាប់មកស្ទុះទៀតគាត់ឃើញម្នាក់ប្រុសហ្នឹងដើរមកទល់មកគាត់ទៀតដល់អញ្ចឹងទៅអាលិចគាត់រៀងពេលហ្នឹងភ័យដែរស្លន់ខ្លាំងអញ្ចឹងអាលិចគាត់ផឹងហត់មកគាត់ទៅផ្ទះនៅពេលដែលគាត់ទៅដល់ផ្ទះហ្នឹងគាត់ភ័យមែនតើហើយចាប់ពីពេលថ្ងៃហ្នឹងមកគាត់ក៏លែងហ៊ានដើរយកម្នាក់ឯងដែរ